បងប្អូននេះគឺជារថយន្ត Jet Tour T1 ដែលថ្ងៃនេះតើគឺជាថ្ងៃសម្ពោធរថយន្តមួយនេះតើហើយដូចបងប្អូនបានឃើញអញ្ចឹងសូម្បីតែរូបរាងរបស់រថយន្តណាប្រឡាក់ឡើងពេញហើយគឺថ្ងៃនេះគឺពីខាង Jet Tour គាត់បើកឲ្យតេស្តរ៉ាយហ្មងអញ្ចឹងតាំងពីខ្ញុំតាំងពី content creator ផ្សេងក៏ដូចជាអ្នកមកចូលរួមទាំងអស់គាត់បើកឡានមួយនេះគឺសាហាវខ្លាំងមែនតើហើយបើសិនជាយើងនិយាយពីរូបរាងរថយន្តមួយនេះគឺជារថយន្ត SUV ដែលមើលទៅបានន័យថាផ្ដោតសំខាន់ទៅលើភាពទំនើបការបើកបរស្រួលទេក៏ប៉ុន្តែរូបរាងរបស់គេរៀងបែប off road បែប adventure ឲ្យបងប្អូនបានឃើញស្រាប់គឺ concept របស់គេណាអញ្ចឹងថ្ងៃនេះតើយើងក៏មកតេស្តរ៉ាយហើយខ្ញុំនឹងប្រាប់បងប្អូនពីចំណាប់អារម្មណ៍របស់ខ្ញុំទៅលើរថយន្ត Jet Tour T1 នេះផងដែរអញ្ចឹងក៏មកខាតពេលយូរយើងទៅតេស្តរ៉ាយមុនតោះអូខេបងប្អូនអញ្ចឹងឥឡូវដូចឃើញស្រាប់អញ្ចឹងយើងកំពុងតែនៅ event គេផ្ទាល់តែម្ដងហើយឥឡូវនេះយើងទៅតេស្តរ៉ាយទៅតាមឧបសគ្គដែល Jet Tour គាត់បានកំណត់ឲ្យយើងនៅខាងនោះអញ្ចឹងណាអញ្ចឹងឥឡូវតិចទៀតយើងបើកទៅជាមួយគ្នាហើយតាមខ្ញុំដឹងឧបសគ្គរបស់គេមានផ្លូវល្អិលផ្លូវផុកផ្លូវអីអញ្ចឹងទៅអញ្ចឹងឥឡូវយើងកំពុងតែទៅត្រួសហើយខ្ញុំនឹងប្រាប់ពីចំណាប់អារម្មណ៍របស់ខ្ញុំជាក់ស្ដែងរថយន្តនេះគឺប្រើប្រាស់ម៉ាស៊ីន 1.5 លីត្រ turbo អាចផ្ដល់កម្លាំងបាន180 PS ជាងតាមខ្ញុំចាំបានណាហើយជាមួយនឹងកម្លាំងថកហ្នឹងគឺ290 Newton m អញ្ចឹងឡាននេះប៉ុងមួយទេក៏ប៉ុន្តែមានតម្លៃម៉ូតដល់ទៅ3 Eco មាន Normal ហើយនិង Sport ឥឡូវនេះយើងកំពុងតែតេស្តជាមួយនឹងផ្លូវ Off Road ផ្លូវពិបាកអញ្ចឹងយើងបើកជាមួយនឹង Sport ផ្ទាល់តែម្ដងអូខេអូខេជន់បានរបស់គេមែនទេអែមអូខេឡើយនេះគឺយើងយក speed ហើយអូខេចកោតុនល្អកន្លែងនេះគឺកលុបអូខេអែមែនតើកន្លែងនេះគឺផ្លូវល្អិលបាទអូខេអញ្ចឹងឡាន 1.5 turboប៉ុងមួយមែនក៏ប៉ុន្តែតាមផ្លូវពិបាកគឺអត់បារម្ភទេដូចបងប្អូនបានឃើញមែនអញ្ចឹងគូខ្លាំងមែនតើអញ្ចឹងតិចទៀតយើងនឹងចូលទៅមើលខាងក្នុងនៅកម្មវិធីសម្ពោធផ្ទាល់តែម្ដងតើមានគេខ្លះតោះទៅមួយខ្ញុំទៅមកគ្នាចូលមកដល់ផ្នែកខាងក្នុងវិញខ្ញុំចាប់អារម្មណ៍ថាការរៀបចំរបស់ event ទាំងមូលរបស់ Jet Tour គឺធ្វើបានល្អខ្លាំងមែនទែនដោយសារតែមានពីរហេតុផលទីមួយគឺពាក់ព័ន្ធជាមួយទៅលើរឿងការរើសយកទីតាំងសម្រាប់ខ្ញុំគិតថានៅពេលដែល launching ឬក៏រៀបចំកម្មវិធីនៅពេលដែលយើងធ្វើមកដល់ខេត្តជាពិសេសមកដល់គិរីរម្យអីអញ្ចឹងគឺអ្នកចូលរួមទទួលបានអារម្មណ៍ថាប្លែកជាពិសេសគឺស្អាតជាមួយនឹងទេសភាពផ្សេងៗហើយសំខាន់គឺវាត្រូវជាមួយនឹង concept របស់រថយន្តដែលជាប្រភេទ light off road ផងទី2ពាក់ព័ន្ធជាមួយទៅលើការតេស្តរ៉ាយគឺយើងបានតេស្តមកអស់ចិត្តហ្មងព្រោះនៅពេលអ្នកចូលរួមនៅពេលដែលគាត់តេស្តរ៉ាយឡានឬក៏បើកឡានអញ្ចឹងទៅគាត់មិនមែនគ្រាន់តែតេស្តផ្លូវទូចតាមធម្មតាឬក៏ជាន់តិចទេក៏ប៉ុន្តែគឺគាត់តេស្តបានគ្រប់ស្ថានភាពផ្លូវហើយគាត់តេស្តដឹងឡាននឹងនីមួយៗថាតើឡាននឹង perform មិនអីមិនអញ្ចឹងណាអញ្ចឹងនេះគឺជាចំណុចល្អទី2ហើយបើសិនជាសួរទៅលើរឿងចំណុចល្អទី3ខ្ញុំគិតថានៅពេលដែលយើងមករៀបនៅខេត្តអញ្ចឹងបងដែលគាត់មកចូលរួមគាត់អាចជួបជាមួយនឹងអ្នកប្រើប្រាស់រថយន្ត Jet Tour ផ្សេងៗអញ្ចឹងគាត់អាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកពីនេះពីនោះអញ្ចឹងទៅគាត់អាចស្គាល់ជាមួយនឹងអ្នកប្រើប្រាស់ Jet Tour ផ្សេងៗអាហ្នឹងក៏ជារឿងល្អផងដែរពាក់ព័ន្ធជាមួយទៅលើរឿងឡានវិញបើសិនជាសួរថាតើ Jet Tour T1 ខ្ញុំចាប់អារម្មណ៍ទៅលើអីគេខ្លះទីមួយគឺពាក់ព័ន្ធជាមួយទៅលើការ design រូបរាងផ្នែកខាងមុខដូចបងប្អូនបានឃើញអញ្ចឹងអក្សរ Jet Tour មកផ្ទាំងធំនៅផ្នែកខាងមុខហើយបើសិនជាការ design រូបរាងទាំងមូលហ្មងគឺជាការ design រូបរាងបែបជ្រុងលាយមូលអញ្ចឹងធ្វើឲ្យយើងមើលទៅឡាននេះមើលទៅអំណាចក៏អំណាចហើយទំនើបក៏ទំនើបផងដែរបន្ថែមពីនេះបើពាក់ព័ន្ធជាមួយទៅលើការ design ខាងក្នុងសម្រាប់ខ្ញុំគិតថា space ខាងក្នុងគឺទលាយបានល្អហើយជាពិសេសក៏អមមកជាមួយនឹងភាពទំនើបដែរជាក់ស្ដែងកៅអីជាប្រភេទកៅអី motor ដែលយើងអាចសេរីទៅសេរីមកចកូតក៏ធូរងាយស្រួលនៅក្នុងការបត់បែនផ្សេងហើយកុងទ័រក៏ជាប្រភេទកុងទ័រ digital មាន dry mode ហើយអេក្រង់ក៏ជាអេក្រង់មកផ្ទាំងធំផងដែរក្រៅពីនេះក៏មានមកជាមួយ wireless charge ការបញ្ជាដោយសំឡេងដំបូលបើកមកផ្ទាំងធំជាមួយនឹងមុខងារទំនើបជាច្រើនទៀតផងដែរហើយបើសិនជាពាក់ព័ន្ធជាមួយនឹងមុខងារសុវត្ថិភាពវិញក៏មានមកចំនួនផងដែរជាក់ស្ដែងដូចជាកាមេរ៉ា540 degree blind spot និងមុខងារសុវត្ថិភាពផ្សេងៗជាច្រើនទៀតផងដែរចុងក្រោយបងប្អូនប្រកាសជាសួរខ្ញុំពាក់ព័ន្ធជាមួយទៅលើរឿងតម្លៃថាតើតម្លៃយ៉ាងណាដែរអញ្ចឹង Jet Tour T1 នេះគឺមានតម្លៃ$34,900ជាមួយនឹងការធានា5ឆ្នាំឬក៏$150,000គីឡូបើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមលម្អិតអីផ្សេងៗពីឡានក៏ដូចជាចង់តេស្តរ៉ាយបងប្អូនអាចតាក់ទងទៅខាង Jet Tour Cambodia បានដែលខ្ញុំនឹងទុកព័ត៌មានរបស់គាត់បន្ថែមនៅលើ caption ខាងលើអរគុណសម្រាប់ការទស្សនាពីខ្ញុំវិទូហើយយើងនឹងជួបគ្នានៅវីដេអូក្រោយជម្រាបលា